បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអ្នកដែលចូលមកថ្មីអ្នកដែលមិនទាន់ចេះយល់ដឹងពីគោលការណ៍ Telegram របៀបបិទ Telegram បិទគ្រប់ Telegram របស់យើងមិនឲ្យនរណាម្នាក់ជន hacker អីគេយក Telegram យើងមក share ចូលគ្រប់នេះគ្រប់នោះនេះដាច់ហ្នឹងណាថ្ងៃមុនដំបូងយើងចូលក្នុង Telegram យើងមកយើងស្វែងរក Telegram នេះចូល Telegram យើងមកហើយយើង scroll រកគ្រប់ដែលយើងចង់បិទកុំឲ្យគេ share ចូលក្នុងក្រុមគេទៅដែរឬក៏ share យកឯកសារយើងក្នុងក្រុមអញ្ចឹងណាហើយយើងចូលក្រុមឧទាហរណ៍ចូលក្រុមនេះមួយមកក្រុមនេះយើងចុចរូប profile មកហើយចុចរូប profile ចុចរូបប៊ិចនេះហើយជាច្រើនបងប្អូនខ្លះវាឃើញខ្លះវាខ្មៅវាងងឹតអញ្ចឹងណាបងប្អូនសម្លឹងមើលកន្លែងរូបប៊ិចហ្នឹងឃើញរូបប៊ិចកន្លែងរូប profile យើងហ្នឹងយើងចុចទៅមកហើយបងប្អូនចុចកន្លែងរូបនេះរូបមនុស្សបាននេះពីរនេះចុចនេះមួយមកហើយបងប្អូនចុចកន្លែងខាងក្រោមនេះកន្លែងខាងក្រោមក្នុងវងខាងក្រោមហ្នឹងចុចនេះមួយមកហើយចុចបើកនេះបងប្អូនយើងចុចបើកនេះមកបាទហើយចុចនេះមួយមកយើងនេះមិនបើកក៏បានដែរយើងបើកខាងក្រោមហ្នឹងបានដែរក៏បានដែរណាចុចបើកនេះមកហើយយើងសរសេរឈ្មោះគ្រប់យើងមកដាក់ឈ្មោះមិនតែយើងចង់ដាក់អីចឹងណាបាទខ្ញុំសូមសរសេរឈ្មោះគ្រប់សិនហើយបើវាចេញសញ្ញាខៀវចឹងហើយគេឲ្យហើយណាហើយយើងចុច save មកខាងលើនេះបាទវាបានហើយបងប្អូនហើយយើងចុច save ដល់ទៀតមកបាទហើយយើងចុចចូលមើលក្នុងក្រុមយើងមកយើងអាច share បានទៀតអត់បាទអត់បានទេបងប្អូនមានតែយើងម្នាក់ឯងអាច share បានវីដេអូហ្នឹងឬក៏ clear វីដេអូហ្នឹងបាទអរគុណបងប្អូនដែលបងប្អូនចាប់អារម្មណ៍នៅវីដេអូខ្ញុំផ្សេងៗទៀតអាចចុច subscribe ហើយចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងណា